okបងប្អូនឥឡូវនេះយើងមកមើលជាមួយគ្នាមួយទៀតគឺវីដេអូទី 6B និយាយរួមទៅដោយសារតែខ្ញុំមានអារម្មណ៍ថាការដែលខ្ញុំឲ្យពួកយើង work around ជាមួយ WordPress នេះវានៅមានកន្លែងខ្លះខ្វះចន្លោះហើយអញ្ចឹងទៅកូនសិស្សគាត់មកជួបខ្ញុំគាត់តែងតែសួរខ្ញុំច្រើនអញ្ចឹងណាឥឡូវនេះខ្ញុំក៏ជាឱកាសនេះដើម្បីថតដើម្បី update វីដេអូសារឡើងមកវិញតែធ្វើម៉េចដើម្បីយើង work around ជាមួយ WordPress ឲ្យកាន់តែល្អជាងមុនតិចអូខេដូចយើងមើល website នេះមួយយើងមើលទៅគឺអាកន្លែង menu នេះពាក្យច្រើនពួកយើងតែងតែចង់បានតែងតែឆ្ងល់ថាលោកគ្រូធ្វើម៉េចដើម្បីឲ្យបានខ្ញុំអាចដាក់ពាក្យ sport ពាក្យentertainment ធ្វើអីចូលមកក្នុងនឹង category ចូលក្នុងនឹងព្រោះអីខ្ញុំអត់ចង់ដាក់ category ក្នុងខ្សែបាទេខ្ញុំចង់ដាក់ category នៅលើនេះតែម្ដងនៅលើអានឹងតែម្ដងហើយនៅពេលដែលមូម៉ៅលើរបៀបដូចព័ត៌មានឧទាហរណ៍ព័ត៌មានអញ្ចឹងឲ្យមានព័ត៌មានក្នុងស្រុកក្នុងប្រទេសក្នុងអីចឹងទៅតមកទៀតឲ្យមានកីឡាបាល់ទាត់កីឡាអីចឹងមកមូម៉ៅលើវាធ្លាក់មកបតក់ចឹងមកអូខេអញ្ចឹងឥឡូវថ្ងៃនេះខ្ញុំនឹងបង្ហាញយើងថាតើធ្វើយ៉ាងម៉េចដើម្បីឲ្យវាចេញមកអញ្ចឹងធ្វើម៉េចដើម្បីឲ្យអាចយើងដាក់ category ហើយពេលមូម៉ៅលើទៅវាធ្លាក់មក1 2 3 4ចឹងមកអូខេចឹងឥឡូវខ្ញុំនឹងចូលទៅក្នុង website របស់ខ្ញុំហើយខ្ញុំនឹងធ្វើឲ្យបងប្អូនមើលថាធ្វើម៉េចដើម្បីបានដាក់ category ចឹងអូខេឥឡូវខ្ញុំនឹងបង្កើត category មួយសិនអញ្ចឹងយើងអាចចូលទៅក្នុង post ហើយយើងមូមកយើងមូម៉ៅយើងនេះទៅលើ post ហើយភាគច្រើនបងប្អូនយើងទាំងអស់នេះតែងតែធ្វើវានៅក្នុង page add new page ព្រោះថានៅពេលដែលគាត់ចូលទៅwebsite ដើមគាត់ចូលទៅ website ដើមនេះគឺពាក្យ about me contact us នេះប៉ុស្តិ៍នៅក្នុង page អញ្ចឹងដល់ពេលអញ្ចឹងគាត់ចង់ប៉ុស្តិ៍new ឬមួយក៏ sport អីទៅក្នុងដែរដើម្បីអាចឲ្យឃើញបេតុងហ្នឹងតែតាមពិតយើងមិនមែនធ្វើអញ្ចឹងទេបើមិនជាចង់ដាក់ពាក្យ sport ពាក្យ new ពាក្យ entertainment ពាក្យឬមួយក៏អីហ្នឹងគឺយើងធ្វើនៅក្នុងប៉ុស្តិ៍ពាក្យច្រើនគឺយើងតែងតែធ្វើក្នុងប៉ុស្តិ៍តែម្ដងណាអញ្ចឹងទី1គឺយើងនឹងចូលទៅក្នុងប៉ុស្តិ៍ហើយយើងคลิกលើពាក្យថា category ណាคลิกលើពាក្យ category ឥឡូវខ្ញុំចង់ដាក់ sport មួយនៅក្នុងហ្នឹងឥឡូវខ្ញុំលុបនេះអស់សិនអូខេចង់ដាក់ពាក្យថា sport មួយនៅក្នុងហ្នឹងឥឡូវយើងបាច់លុបវាអូខេឥឡូវយើងដាក់ពាក្យ sport មួយ SPOT យើងវាយពាក្យ sport ចឹងមកហើយអានេះមិនបាច់ធ្វើអីច្រើនទេគ្រាន់តែ select លើពាក្យថា add new category មកអូខេយើងឃើញ sport អានេះណាអញ្ចឹងដើម្បីដាក់ sub category បានថានៅពេលដែលយើងមូម៉ៅលើពាក្យ sport ឲ្យវាបើកចេញមកដូច soccer ដូច hockey ដូចអីចឹងណាអញ្ចឹងខ្ញុំនឹងវាយពាក្យថា soccer ហើយយើងដាក់ soccer នេះកន្លែងមើលបងប្អូនមើលកន្លែង parent នេះបើសិនជាយើងដាក់ none បែរថាអានឹងជា category ធំណាជា category មេតែបើសិនជាយើង select នេះ select ថា parent របស់វា sport អញ្ចឹងមក soccer នេះហើយគឺជា sub របស់ sport អូខេអញ្ចឹងបានថាឥឡូវខ្ញុំបរិយាវាធំតិចដើម្បីយើងស្រួលមើលអូខេបានន័យថា soccer នេះគឺជា sub របស់ sport ហ្នឹងតែម្ដងពេលដែលយើង select យក sport ហ្នឹងណាហើយបើយើងដាក់ none បានថា soccer នេះគឺជា main category គឺជា category មេក៏ប៉ុន្តែយើងចង់ឲ្យវា move ទៅឲ្យចេញនេះអញ្ចឹងយើងដាក់ soccer ហ្នឹងក្រុម sport មកយើង click លើ add new category អូខេឃើញអា tray មួយបន្ទាប់មកទៀតយើងក៏ដាក់ពាក្យថា hockey អញ្ចឹងទៅអូខេ hockey ហើយយើងក៏ parent វានៅ sport ដែរណា parent វានៅ sport ដែរព្រោះវាជាកីឡាដែរអូខេពីអញ្ចឹងយើងមួយទៀតយើងដាក់ boxing អញ្ចឹងparent វានៅ sport ដែរអូខេឥឡូវចេញ3ហ្នឹងណាអញ្ចឹងអ្វីដែលយើងនឹងធ្វើគឺយើងនឹងចូលទៅក្នុងប៉ុស្តិ៍នេះហើយคลิกលើពាក្យថា add new ណាអូខេឥឡូវឧទាហរណ៍ថាយើងប៉ុស្តិ៍អីមួយទាក់ទិនទៅនឹង boxing ចុះណាយើងប៉ុស្តិ៍អត្ថបទអីមួយនិយាយពីវាយប៉ុស្តិ៍អីចឹងទៅណាហើយកន្លែងនេះនៅពេលដែលយើង create category ហើយគឺយើងនឹងឃើញអានេះតែម្ដងបងប្អូនឃើញអត់ធំតិចអូខេបងប្អូនឃើញថានេះ
lại sport này tôi vì chỉ mi đó lấy này tôi này anh ấy sắp này chứ nhung đã không boxing nhung select boxing tôi nhung trong đạo về trong category boxing vì gì vì boxing chứ đã nó boxing nhung click publish ok nhung add new post một tiệt nè nhung bây giờ ở thử nó trong page page post add bot post ấy muối cứ dương ở pra nó trong page xong chăm pra nó trong page dương pra ta contact us about us privacy policy term condition ấy tập năng tệ nè advertising ấy chẳng tới câu vấn ta tệ tên là post tu tư món cứ dương phở được trong post dương ở đạo trong phê vậy nè lấy dương post một chiếc post tuyệt là post một chiếc nên dây ông pi hockey mà đòn cho nè dây mua tiện tên là hockey đó ok dương nhung cột đặt trong category subcategory hockey đã hay dương publish ok nhung post một tiết nhung là post ở bọn một tiết tiện tên từ nâng phải là soccer nhung thích vì nó không soccer nữa tới nhung publish về ok là dùng review thì mới vừa mất mà thôi ok bọn ông phải ngồi trong mạch mặt tranh mà chứ vì mà tránh bờ này là page nè ta dương thời chủ được nông menu sần á đàm bay trong ở category display nơi lơ navigation nâng đàm bay ở phía là sport PA display nơi lơ navigation nâng dương trơ tại châu từ nông phía tham menu nè châu lại appearance nè appearance hơi mu mau từ lơ phía tham menu nè menu nếu p để mu mang lưu kiện menu hai nè nhằm chọn bóng on select việc là category á select việc category đó hai cô vô mưa việc là view all á hay cái vô sport nằm mà boxing hockey soccer hay add to menu complete á select chẳng select view all category select được việc category muốn bóng người trẻ bị bật chẳng hay đó dương select được category thì dương trực được việc là view allហើយបើយើងចង់ឲ្យអានេះកន្លែង sport នេះ display នៅកន្លែងនេះណាកន្លែង sport នេះ display បន្ទាប់ពី home នេះអូខេត្រូវតែចូលទៅក្នុង menu appearance ហើយ click លើពាក្យ menu click លើ select លើ category នេះហើយ click លើពាក្យ view all ហើយ select លើពាក្យ sport boxing hockey soccer add to menu click លើហ្នឹងមកអូខេទី1គឺខ្ញុំនឹងទាញពាក្យ about me នឹងចុះមកខាងក្រោមអានេះចង់ឲ្យពួកអីខ្ញុំអត់ចង់ឲ្យ about me នេះអត់ខ្ញុំឲ្យពាក្យ sport មកនៅលើនេះឯងពួកអីពាក្យច្រើន about me contact us គេឲ្យនៅក្រោយនេះណាអញ្ចឹងខ្ញុំទាញ contact us មកក្រោយដែរហើយអាកន្លែងនេះបើសិនជាយើងអត់អានេះបានថាបើសិនជាយើង display អញ្ចឹងឥឡូវជាមួយខ្ញុំឧទាហរណ៍មើលមួយឥឡូវនេះ complete click លើពាក្យ primary menu ផងតែអត់ click លើ primary menu ទេអត់ទេហើយ click លើមួយទៀតគឺ automatical add new top level page បានថាអានេះវា automatic add អាទំព័រ sub page ហ្នឹងទៅក្នុងនេះហ្នឹងតែម្ដងឥឡូវខ្ញុំចាប់ដើមខ្ញុំ tick ហើយអស់ណា primary menu automatically ហ្នឹងឥឡូវខ្ញុំ refresh ម្ដងទៀតអូខេអូចេញមកអូខេក៏ប៉ុន្តែតាមពិតឥឡូវនេះយើងអត់ចង់ឲ្យពាក្យថា sport boxing hockey soccer នេះវា load មកអញ្ចឹងទេព្រោះអានេះគ្រាន់តែ category កីឡាមួយគឺវែងបាត់ហើយអញ្ចឹងថ្ងៃនេះយើងមិនចង់ឲ្យវាអញ្ចឹងយើងចង់ឲ្យពេលដែល move មកលើ sport នេះវាចេញពាក្យថា boxing hockey soccer នៅនេះវិញណាអញ្ចឹងត្រូវធ្វើម៉េចអូខេយើងមានគន្លឹះរបស់យើងថ្ងៃនេះបើសិនជាវាជាសັບខ្ញុំចង់ឲ្យយើងទាញចេះពេលនេះបងប្អូនឃើញទាញមកហើយឲ្យចេញអាសញ្ញាជុំហ្នឹងកន្លែងនេះឃើញទេអញ្ចឹងបានថានេះ display sub នេះទាញមកទៀតអូខេឃើញទេទាញមកទៀតអូខេហើយ click save menu ម្ដងទៀតអូខេម្ដងនេះអូខេនេះអូខេឃើញនៅឥឡូវឃើញទេ sport hockey អី soccer អញ្ចឹងមក
click លើពាក្យ hotkey មកចេញ post hotkey មក ok នេះឡើយនេះឃើញទេឃើញវាចេញ post អត្ថបទ hotkey មកចឹងកន្លែងនេះខ្ញុំចង់ឲ្យបងប្អូនយល់អញ្ចឹងថាអានេះហើយគឺយើងត្រូវតែសិក្សាច្បាស់វាអត់មានអីពិបាកទេតាមពិតវាអត់មានសរសេរកូដអីឲ្យឈឺក្បាលទេវាគ្រាន់តែថាជា process មួយយើងទាញចុះទាញឡើង drag drop សំខាន់យើងដឹងកន្លែងរបស់វាអញ្ចឹងណាអូខេឥឡូវឧទាហរណ៍យើងចង់ដាក់ពាក្យថាមួយទៀត entertainment ចុះ entertainment អត់មានបាក់ទេគ្រាន់តែចូលទៅមួយមកឡើយប៉ុហើយក៏ select លើពាក្យថា category ហើយយើងនឹងវាយពាក្យ entertainment អានេះជាcategory មេណាចឹង parent យើងដាក់ណាន់តោះនេះអានេះជាមេគេអូខេ entertainment យើងនឹងនិយាយទី1និយាយពី star ឧទាហរណ៍ចឹង star ហ្នឹងយើងប្រកាសជាត្រូវដាក់ sub របស់វាត្រូវជាកូនរបស់ entertainment ឃើញទេនេះហ្នឹងយើងដាក់ parent អាម៉ែឪគឺជា entertainment ហើយឃើញជា sub របស់ entertainment star ហ្នឹងនោះនេះ load មកឃើញទេមួយទៀតខ្ញុំអាចដាក់ music អញ្ចឹងទៅហើយ parent movie entertainment ដែរអូខេនេះ music star ណាហើយបន្តមកទៀតខ្ញុំដាក់ពាក្យថា new មួយទៀតhot new អញ្ចឹងទៅឧទាហរណ៍អញ្ចឹងអូខេhot new នេះគឺជា category មេពូខ្ញុំដាក់មានណាន់តាវាជា category មេដាក់ណាន់អត់មាននៅក្រុមពីណាទេអូខេបន្តមកទៀតខ្ញុំក៏ដាក់ថា local new ឧទាហរណ៍អញ្ចឹងទៅ local new អាហ្នឹង category របស់វាគឺមេរបស់វាប្រកាសជា new hot new ណាអូខេ hot new ហើយខ្ញុំក៏ add អូខេមួយទៀតគឺដាក់ international new អូខេមេរបស់វាគឺ hot new ដែរអូខេ add category អូខេចឹងឥឡូវឲ្យយើងមើលឡើយនេះគឺឃើញ entertainment នេះគឺ sub របស់វា music ហើយនិង star hot new sub របស់វាគឺ international new ហើយនិង local new ឥឡូវចឹងខ្ញុំនឹងចូលទៅ add new post ឥឡូវខ្ញុំប៉ុកអត្ថបទអីទាក់ទិននឹង local new មួយទៅហើយខ្ញុំនឹងឧទាហរណ៍នេះក៏ឧទាហរណ៍ទៅគេ local news ហើយខ្ញុំក៏ tick នៅក្នុងពាក្យថា local news ឃើញទេបងប្អូនឃើញទេអូខេ publish មួយទៀតខ្ញុំ add new post មួយទៀតនេះខ្ញុំ post នៅក្នុង international new ទីហោចឹងទៅជាតែទីហោទៅទេណាដាក់នៅក្នុង international new ទៅ publish ទៅទៀតខ្ញុំនឹង post star ម្ដងអូខេខ្ញុំនឹង add new មួយទៀតខ្ញុំដាក់ថារៀបសុវត្ថិអីចឹងទៅទាក់និយាយរៀបសុវត្ថិអីចឹងទៅជាហោះចុះthìយើងក៏ដាក់នៅក្នុងទៅពាក្យថា star មួយចុះនិយាយពីពាក្យសុវត្ថិមួយចុះមួយទៀតយើងដាក់ចម្រៀងឧទាហរណ៍ចុះណាខ្ញុំគិត add new ម្ដងទៀតហើយនិយាយថាលើsong អីចឹងទៅខ្ញុំក៏ដាក់ក្នុងពាក្យថា music អីចឹងទៅណាហើយ click publish អូខេតែឥឡូវខ្ញុំបានធ្វើវាហើយអញ្ចឹងខ្ញុំនឹងចូលទៅ appearance ព្រោះខ្ញុំចង់ឲ្យកន្លែងនេះ
ចេញពាក្យថា music ណាចេញពាក្យថា entertainment ហើយនឹង hot new នៅពីកន្លែងកណ្ដាល sport នេះណាអញ្ចឹងអ្វីដែលខ្ញុំត្រូវធ្វើខ្ញុំនឹងចូលទៅ appearance ខ្ញុំនឹងចូលទៅ menu ហើយខ្ញុំនឹង click លើ category ដដែលហើយខ្ញុំនឹង select លើពាក្យថា UR ខ្ញុំនឹង select ទៅពាក្យ entertainment music star hot new international local add to menu អូខេពេលដែល add to menu ហើយខ្ញុំនឹងទាញ about me មកក្រោមនេះមកក្រោមគេឲ្យវាមកខាងក្រោយហើយ entertainment នេះខ្ញុំនឹងទាញ music នេះឲ្យទៅជា sub អូខេឃើញទេខ្ញុំទាញទៅជា sub international នេះត្រូវជា sub ដែរ logo នេះត្រូវជា sub ដែរអូខេហើយកុំភ្លេច click save menu ផងតែអត់ save ទេអត់មកហើយអូខេឡើយយើង refresh ម្ដងមកលុយអត់អូខេអញ្ចឹងបងប្អូនយល់ថាត្រូវធ្វើយ៉ាងម៉េចអញ្ចឹងអានេះវាអត់មានអីពិបាកតែម្ដងគឺអាចនិយាយថាវាស្រួលយកមែនតើហ្មងមិនបាច់ពិបាកហ្មង website ថាថឹងថាគ្រាន់តែគិតទៅចេញមិនបាច់ចាំបាច់ខលកូដរាប់ខែលើហើយគ្រាន់តែទាញចុះទាញឡើងក៏ចេញ website មួយបានដែរណាអូខេអញ្ចឹងគិតថាបងប្អូនយល់ឥឡូវហ្នឹងចេះហ្នឹងបាន idea មួយទៀតណាព្យាយាមនៅពេលដែលបងប្អូនមានចម្ងល់អីអាចសួរបន្ថែមហើយនៅពេលដែលខ្ញុំបានចម្ងល់ពីបងប្អូនចឹងមកអាហ្នឹងខ្ញុំក៏មាន idea យកមកទៅសេយកមកបង្រៀនឲ្យបងប្អូនចឹងទៅវាល្អមួយយ៉ាងដែរព្រោះថាមានចម្ងល់ចឹងទៅក៏វាស្រួលដែរព្រោះអីដើម្បីខ្ញុំអាចជួយបងប្អូនបានចឹងណាជួយបានច្រើនមែនតើវាល្អសម្រាប់យើងទាំងអស់គ្នានៅពេលដែលយើងទាំងអស់គ្នាមានចម្ងល់ចឹងគឺល្អមែនតើអញ្ចឹងអូខេយើងក៏សន្មតថាវីដេអូនេះចប់ត្រឹមប៉ុណ្ណឹង